បាទនិយាយសួរបងប្អូនអរគ្នាទីជនបទខ្ញុំរស់នៅមានចកាមានរដីភ្នំមានទឹកមានអីចឹងទៅស្អាតណាហើយថ្ងៃនេះខ្ញុំមកអត់មានអីនិយាយច្រើនទេខ្ញុំគាត់ថាចង់តើតើនឹងរឿងសម្រាមបន្តិចដោយសារឃើញក្នុងតំបន់ខ្ញុំរស់នៅគឺអាជ្ញាធរភូមិស្រុកខេត្តគាត់ចូលចិត្តទៅដាក់ក្នុងការបញ្ហាសម្រាមអញ្ចឹងនៅតាមដងផ្លូវគឺគាត់បានដាក់គេហៅថាលូកង់លូគេហៅថាធុងសម្រាមឬយើងហៅថាឡសម្រាមក៏បានដែរអញ្ចឹងគឺយើងដាក់គាត់ដាក់ឆ្វេងស្ដាំដាក់សងខាងផ្លូវអញ្ចឹងយើងអាចចោលសម្រាមនៅតាមក្នុងធុងសម្រាមតាមដងផ្លូវបានសាធារណៈអញ្ចឹងយើងគិតថាសម្រាមយើងគិតថាបើយើងនិយាយសាមញ្ញគេថាមិនអីតែពិតសម្រាមគឺជាមេរោគហើយវាក៏ជាសត្រូវស៊ូពូជរបស់វិស័យទេសចរក្នុងតំបន់ហើយក៏ជាត្រូវដ៏អាក្រក់សម្រាប់សុខភាពជាជនរស់នៅយើងណាអញ្ចឹងសម្រាមបើយើងមិនយកចិត្តទុកដាក់ទេប្រកាសវានឹងធ្វើឲ្យប៉ះពាល់ច្រើនទៅលើវិស័យទេសចរនិងសុខភាពអញ្ចឹងបើសិនជាយើងគិតថាបើយើងចោលសម្រាមតិចតួចតាមដងផ្លូវវាគិតថាមិនអីអានឹងវាជាបញ្ហាមួយដែលយើងគិតខុសអញ្ចឹងសម្រាមតិចតួចវាបង្កទៅជាធំហើយអញ្ចឹងបើសិនជាយើងកាន់សម្រាមរបស់យើងក្នុងទីសាធារណៈអ្នកខ្លះគេថាខ្មាស់គេតែយើងអាចត្រូវខ្មាស់គេព្រោះយើងកាន់សម្រាមរបស់យើងតែបើសិនជាយើងចោលសម្រាមរបស់យើងនេះនៅក្នុងទីសាធារណៈដោយគ្មានសណ្ដាប់ធ្នាប់ដោយមិនបានត្រឹមត្រូវអាហ្នឹងទើបយើងខ្មាស់គេអញ្ចឹងសម្រាមវាមិនគួរឲ្យស្អប់ដោយអ្នកចោលសម្រាមទេអញ្ចឹងអ្នកចោលសម្រាមទើបគួរឲ្យស្អប់អញ្ចឹងយើងសម័យថាបើសិនជាយើងគិតថាប្រជាជនស្រុកខ្មែរយើងត្រឹមថាខ្ទង់7-10លានអ្នកចុះហើយយើងថាមនុស្សដែលអាចប្រើប្រាស់ដែលអាចចោលសម្រាមបានខ្ទង់ថា15ទៅ16លានអ្នកចុះអញ្ចឹងបើសិនក្នុងមួយថ្ងៃក៏ចោលតែម្នាក់តែមួយទេអញ្ចឹងយើងសាកសម័យថាក្នុងមួយថ្ងៃតើយើងមានសម្រាមប្រហែលលានអញ្ចឹងបើយើង16លានអ្នកវាស្មើនឹង16សម្រាមហើយបើសិនជាយើងចោលម្នាក់មួយហើយការចោលសម្រាមយើងបើសិនយើងសម្រាមនឹងធ្វើចេញពីធម្មជាតិឬក៏សម្បកធម្មជាតិឬនិយាយពីធម្មជាតិដែលអាចរលាយទៅវិញបានអាហ្នឹងតិចតួចយើងអាចចោលបានដូចជាសម្បកផ្លែឈើសម្បកចេកសម្បកក្រូចហ្នឹងជាបោះចោលបេះផ្ដាស់បានហើយព្រោះហ្នឹងវាអាចទៅរលាយទៅជាជីទៅធ្វើឲ្យដីល្អវិញបានតែចំពោះផ្លាស្ទិកមួយអាហ្នឹងយើងចោលនឹងពិបាកឯងព្រោះវាចំណាយពេលយូរក្នុងការរំលាយបើយើងដុតចោលវាប៉ះពាល់ទៅជាផ្សែងអីចឹងទៅអញ្ចឹងការចោលសម្រាមយើងគួរតែធ្វើឲ្យបានល្អទាំងអស់គ្នាចូលរួមដើម្បីតំបន់រស់នៅយើងសុខភាពស្អាតបរិស្ថានល្អហើយនឹងវិស័យទេសចរយើងកាន់តែស្រស់បំព្រងអរគុណច្រើន